កម្លាំងនគរបាលស្រុកស្វាយជ្រុំក៏ហៅក្រុមក្មេងទំនើងចំនួន5នាក់ដែលបានថតរូបភាពកាន់ដែកបំពង់ទីបដងឆាត់ដុំថ្មខ្សែក្រវ៉ាត់និងជំពាមកៅស៊ូបង្ហោះតាមเพจធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់និងសន្តិសុខសង្គមនៅថ្ងៃទី5ខែមីនាឆ្នាំ2026វេលាម៉ោង 9:35 នាទីព្រឹកកម្លាំងជំនាញព្រហ្មទណ្ឌស្រុកស្វាយជ្រុំសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនសបានធ្វើលិខិតកោះហៅក្រុមក្មេងទំនើងចំនួន5នាក់ដែលបានថតរូបភាពកាន់ដែកបំពង់ទីបដងឆាត់ដុំថ្មខ្សែក្រវ៉ាត់និងជំពាមកៅស៊ូបង្ហោះតាមเพจ Facebook ឈ្មោះ Alpha IAPK ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់និងសន្តិសុខសង្គមមន្ត្រីនគរបាលស្រុកបានបញ្ជាក់ឲ្យដឹងថាក្រុមក្មេងទំនើងទាំងនេះមានឈ្មោះដូចខាងក្រោមទី1ឈ្មោះនីអរណុតភេទប្រុសអាយុ16ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី 10C ទី2ឈ្មោះណាងនប់ភេទប្រុសអាយុ16ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី 10C ទី3ឈ្មោះប៉ែនដាភេទប្រុសអាយុ17ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ទី4ឈ្មោះនឹមពៅភេទប្រុសអាយុ16ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី 10C ទាំង4នាក់មានទីលំនៅភូមិគួយឃុំដូនសស្រុកស្វាយជ្រុំខេត្តស្វាយរៀងទី5ឈ្មោះធនវីរៈភេទប្រុសអាយុ17ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី 10C មានទីលំនៅភូមិដូនសឃុំដូនសស្រុកស្វាយជ្រុំខេត្តស្វាយរៀងក្រុមក្មេងទំនើងនេះត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំដើម្បីសួរនាំនៅចំពោះមុខសមត្ថកិច្ចក្រុមក្មេងទំនើងទាំង5នាក់បានឆ្លើយសារភាពថាកាលពីថ្ងៃទី4ខែមីនាវេលាម៉ោង 21:40 នាទីពួកខ្លួនទាំង5នាក់បានបបួលគ្នាដើរលេងស្ថិតនៅក្នុងឃុំដូនសស្រុកស្វាយជ្រុំពេលនាំគ្នាដើរលេងនោះឈ្មោះប៉ែនដាជាអ្នកកាន់ដែកបំពង់ទីបដងឆាន់ឈ្មោះធនវីរៈជាអ្នកកាន់ជំពាមកៅស៊ូចំនួន1ឈ្មោះនឹមពៅកាន់ដុំថ្មឈ្មោះណាងនប់កាន់ជំពាមកៅស៊ូនិងកាន់ខ្សែក្រវ៉ាត់បានថតរូបភាពកាន់វត្ថុតាំងធ្វើជាក្រុមក្មេងទំនើងថតរូបភាពរួចហើយឈ្មោះនីរ៉ានុតជាអ្នកបង្ហោះតាម Facebook ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់និងសន្តិសុខសង្គមពិតមែនពេលបានស្ដាប់ចម្លើយសារភាពរបស់ក្មេងទំនើងរួចហើយលោកអធិការនគរបាលស្រុកស្វាយជ្រុំបានរាយការណ៍ជូនលោកឧត្តមស្នេហ៍តូស្នងការនិងបានសុំយោបល់ឯកឧត្តមខំសុផារីព្រះរាជអាជ្ញាអមស្លាដំបងខេត្តស្វាយរៀងបានឲ្យសមត្ថកិច្ចយើងធ្វើកិច្ចសន្យាអប់រំដល់ក្រុមក្មេងទំនើងនិងឲ្យអាណាព្យាបាលធ្វើលិខិតធានាយកទៅផ្ទះវិញដើម្បីអប់រំបន្តកុំឲ្យធ្វើខុសនិងផ្លូវច្បាប់ទៀត